សូមហើយសូមដឹងភាពអត់ឃ្លានហើយដេចឡើយខំហូរធ្វើអ្វីហូរព្រោះឃើញគេមែនទេគេមានពុកម៉ែនៅក្បែរមានអ្នកចាំរក្សាថែមិនឯកាដូចយើងទេចង់រៀនលើកដៃសូមពៀងសូមទៀនតិចតួចពីគេវេទនាព្រោះគ្មានពុកម៉ែត្រូវតែខិតខំខ្លួនឯងម៉ែតែម៉ែនៅក្នុងសបិនខ្ញុំអត់តែខ្ញុំគិតថាដូចហើយចុះពុកមានមុខមាត់នៅក្នុងសបិនខ្ញុំអត់ដូចគ្នាប្រកាសជាដូចហើយពុកម៉ែប្រកាសជាស្អាតដូចខ្ញុំអញ្ចឹងមែនអត់លើសំរាមដូចឡានឆោតចំបេះដូងជីវិតរសាត់ដូចក្បូនមើលមិនឃើញកង់ឃើញត្រើយខំធ្វើការដើម្បីសិក្សាប្រាថ្នារៀនគួងដូចគេទុំកូនកំព្រាពុកម៉ែតែកូនមិនចង់ចាញ់ឡើយម៉ែពិភពលោកនេះពិតជាធំខ្លាំងខ្ញុំពិតជាល្ងាខ្លាំងជីវិតជាកូនកំព្រារងាគ្មានអ្នកអោបទេឃើញគេស្រឡាញ់កូនគេឈឺចាប់អាណិតខ្លួនឯងស្រែកយំដងហើយប្រាប់មេជួយប្រាប់ពុកម៉ែខ្ញុំផងពេលលីងនៅក្នុងបេះដូងកូនកំព្រាឯកាណាំទោះជាមិនធ្លាប់ឃើញមុខរូបរាងពុកម៉ែបែបណាតែកូនសូមសន្យាថាធ្វើជាក្មេងល្អនៅថ្ងៃក្រោយជាក្មេងកំព្រាខ្ញុំខំតស៊ូរស់នៅទាំងវេទនាត្រូវខំរកលុយមករៀនខ្លួនឯងពេលខ្លះគេដៀលក៏មិនថ្មីកំណោសម្រាប់តែស្ទឹងមានជ័យគឺជាជំរំដ៏មានតម្លៃដែលធ្វើឲ្យខ្ញុំក្រោកឈរតស៊ូសម្រេចនៅក្តីស្រមៃរាល់ថ្ងៃខ្ញុំខំនិយាយដាក់ទឿនខ្លួនឯងឲ្យឧស្សាហ៍ញញឹមដើម្បីឈានចូលទៅផ្លូវជីវិតដែលពេញទៅដោយព្រះសង្ឃឹមថ្ងៃមួយខ្ញុំនឹងក្លាយជាមនុស្សល្អនៅក្នុងសង្គមហើយសង្ឃឹមថាខ្ញុំនឹងមានវាសនាក្នុងគ្រប់រូបគេដូចតែខ្ញុំជឿជាក់ថាពុកម៉ែពិតជាស្រឡាញ់ខ្ញុំដោយខ្ញុំស្រឡាញ់អ្នកអញ្ចឹងកុំអស់សង្ឃឹមឲ្យសោះខ្ញុំនឹងធ្វើជាក្មេងល្អបំផុតនៅថ្ងៃអនាគតមកជាក្មេងកំព្រាខ្ញុំខំតស៊ូរស់នៅទាំងវេទនាត្រូវខំរកលុយមករៀនខ្លួនឯងពេលខ្លះគេដៀលក៏មិនថ្មីកំណោសម្រាប់តែស្ទឹងមានជ័យគឺជាជំរំដ៏មានតម្លៃដែលធ្វើឲ្យខ្ញុំក្រោកឈរតស៊ូសម្រេចនៅក្តីស្រមៃរាល់ថ្ងៃខ្ញុំខំនិយាយដាក់ទឿនខ្លួនឯងឲ្យឧស្សាហ៍ញញឹមដើម្បីឈានចូលទៅផ្លូវជីវិតដែលពេញទៅដោយក្តីសង្ឃឹមថ្ងៃមួយខ្ញុំនឹងក្លាយជាមនុស្សល្អនៅក្នុងសង្គមហើយសង្ឃឹមថាខ្ញុំនឹងមានវាសនាក្នុង